ប៉ុន្តែវាមាន NPK 15 ប៉ុន្តែយើង10ប៉ុន្តែជីក្រុមហ៊ុននេះបាទតម្លៃខៀវគឺគាត់ដាក់35 បាទបងប្អូនមើលទៅសារធាតុចិញ្ចឹមរបស់វាល្អនេះអានេះគឺជាថ្នាំជំងឺបងប្អូនអានេះបាញ់ទៅលើដលងក៏ល្អដែរបាទជួយការពារជំងឺការរលាកការអីដែលយើងគាត់ថាវារាំងយូរពេករបៀបលាយថ្នាំបងប្អូនគឺខ្ញុំលាយដូចត្រដងគឺខ្ញុំដាក់ធុងមួយចឹងទៅធុងលាយសំងប្រហែលជា200លីត្រតិចតួចបាទហើយយើងលាយថ្នាំទៅតាមចំណុចដែលរបៀបយើងលាយថ្នាំលាយអីយើងយកដងថ្នាំដាក់ក្នុងទៅបាញ់ហ្នឹងបងប្អូនយើងកូរវាសពល្អចឹងមកហ្នឹងហើយហ្នឹងហើយតោះហើយចាប់តាមលាយថ្នាំបងប្អូនគឺខ្ញុំលាយដូចត្រដងគឺខ្ញុំដាក់ធុងមួយចឹងទៅធុងលាយសំងប្រហែលជា200លីត្រតិចតួចបាទហើយយើងលាយថ្នាំទៅតាមចំណុចហ្នឹងបងប្អូនគឺក្នុង200លីត្រនេះខ្ញុំដាក់ថ្នាំចំនួនបាទ1លីត្រកន្លះបងប្អូនហ្នឹងហើយថ្នាំ1លីត្រកន្លះបាទចូលទៅក្នុងហ្នឹងបាទថ្នាំប្រភេទជីទឹកនេះជី4600បាទជីទឹកមករយៈហាយទីមើលខាយបងប្អូនយើងទីណាខាងនេះនឹងជីទឹកបងប្អូនវគ្គដំបូងត្រឹមមួយខែយើងបានជីទឹក4600ហ្នឹងដើម្បីជំរុញការលូតលាស់របស់ឫសឲ្យវារឹងមាំបាទដាក់1លីត្រកន្លះបាទក្នុងមួយធុង200លីត្រនេះគឺជាជីបាទឈ្មោះវាលូតលាស់រហ័សបាទប៉ុន្តែវាមាន NPK 15 9 4ប៉ុន្តែយើងគិតថា16 15ចុះបាទអានេះ NPK របស់វានេះហ្នឹងជំនួយការរត់ពោះល្អហ្នឹងខ្ញុំអញមក2ឆ្នាំហើយបងប្អូនអាហ្នឹងដូចគ្នាបងប្អូនប្រភេទជីទឹកខ្ញុំដាក់ដូចគ្នាហើយប្រភេទម្សៅលើកប្រភេទម្សៅទីមកបាទម្សៅធម្មតាជីរបស់គេដាក់30 10 10ប៉ុន្តែជីក្រុមហ៊ុននេះបាទតម្លៃខៀវគឺគាត់ដាក់35 15 បាទបងប្អូនមើលទៅសារធាតុចិញ្ចឹមរបស់វាល្អបាទហើយកុំភ្លេចឲ្យបងប្អូនខ្ញុំបញ្ជាក់ទីបូកទេហ្នឹងគឺបូកមីក្រូសារធាតុជាច្រើនដែលជួយសម្រួលការលូតលាស់បាទមីក្រូសារធាតុបងប្អូននឹងប្រាប់គឺជាអាហារបំពន់មួយដោយលោកជាតិស្រូបយកបាទជួយជួសជុលកោសិកាផ្សេងបាទគុណហើយនេះជាដំឡូងមីរបស់ខ្ញុំដែលខ្ញុំបាញ់បាទមួយខែ10ថ្ងៃបាទយកការរបស់ដំឡូងមីនេះបងប្អូនបាទអញ្ចឹងយើងត្រឡប់មកមើលការលាយថ្នាំបន្តទៀតវិញបងប្អូនអត់បង្ហាញបងប្អូនតិចទេនេះបងប្អូនកុំភ្លេចការតាមដានបងប្អូនណានេះគឺយើងបោទឹកពីស្ទេមកដាក់អញ្ចឹងបងប្អូនអញ្ចឹងដាក់ចូលក្នុងកធុន200លីត្រហ្នឹងតែម្ដងបងប្អូននេះអានេះគឺជាថ្នាំជំងឺបងប្អូនអានេះបាញ់ទៅលើដលងក៏ល្អដែរបាទជួយការពារជំងឺការរលាកការអីដែលយើងគាត់ថាវារាំងយូរពេកធ្វើដើមដលងហ្នឹងវាអត់សូវមានការលូតលាស់ដោយសារការរលាកការឆេះការអីហ្នឹងវាបងប្អូនបន្ថែមពីសារធាតុនេះគេហៅម៉ុងកាហ្សេបបាទជួយដល់ខាត់ល្អបងប្អូនបើមិនជាបងប្អូនមើលទៅមានការរលាកច្រើនអីដើមអត់សូវល្អអីបងប្អូនដាក់ហ្នឹងទៅណាជំនួយហ្នឹងមួយទៀតដាក់ហ្នឹងមួយទៀតក៏បានដែរប៉ុន្តែខ្ញុំអត់ដាក់ឯងដោយសារវគ្គមុនខ្ញុំដាក់ម្ដងហើយដលងខ្ញុំអាវគ្គមុនណាបាទអរគុណបងប្អូនហ្នឹងហើយតែវាខ្មៅក្របចឹងបាទក្របចឹងបន្តមកទៀតយើងនឹងដួសបាទយើងដាក់ពេញសិនបងប្អូនណាយើងដាក់ពេញទឹកក្នុងធុនហ្នឹងហើយយើងកូរវាបានសព្វល្អបន្តមកទៀតយើងដួសដាក់ក្នុងម៉ាស៊ីនបាញ់ទៅឲ្យយើងនេះកុំព្យូទ័រនេះបាទក្បាលឆែកបងប្អូនយើងប្រើក្បាលឆែកដោយសារយើងបាញ់តាមមួយជួរទេតែហ្នឹងយើងអត់បាញ់ច្រើនជួរទេដលងចាប់ពី3ខែទៅមិនយើងបាញ់ច្រើនជួរបងប្អូនរបៀបយើងលាយថ្នាំលាយអីយើងយកដងថ្នាំដាក់ក្នុងកុំព្យូទ័របាញ់ហ្នឹងបងប្អូនយើងកូរវាសព្វល្អចឹងមកហ្នឹងហើយហ្នឹងហើយតោះហើយចាប់ផ្ដើមដួសបងប្អូននេះយើងដួសដាក់ចូលក្នុងធុងអញ្ចឹងតែម្ដងយើងងាយស្រួលបងប្អូនធ្វើអញ្ចេះតែម្ដងហើយបាទអញ្ចឹងបងប្អូនតែអញ្ចឹងដងចាក់អញ្ចឹងបងប្អូនស្រួលយើងលាយថ្នាំតែម្ដងទៅជាការស្រេចអត់ពិបាកពី3ដងបងប្អូនវីដេអូតាក់ទងជាមួយនឹងការបាញ់ពៅដំឡូងបាទបច្ចេកទេសលាយថ្នាំប្រើថ្នាំបាទផ្សំថ្នាំនៅដំណាក់កាលដំបូងដំឡូងអាយុ1ខែក្រោម3ខែយ៉ាងហ្នឹងហើយ
ក្រោម3 ខែនិយាយទៅបងប្អូនគឺយើងប្រើថ្នាំរបៀបហ្នឹងបងប្អូនណាអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៅនឹងកសិកម្មដដែលបងប្អូនណាអរគុណច្រើន